ក្នុងវីដេអូមួយនេះខ្ញុំនឹងមកប្រាប់អំពីថាតើធ្វើរបៀបយ៉ាងណាដើម្បីទទួលបានកាតមួយនេះដើម្បីយកមកបើកស្ដាច់បិសាចនៅក្នុងវគ្គដទៃទៀតចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាថាដើម្បីយកកាតមួយនេះបានយើងត្រូវធ្វើបែបម៉េចចឹងមុនដំបូងយើងក៏លេខទៅមើល lobby របស់យើងដល់ពេលដែលយើងនៅក្នុង lobby របស់យើងហើយយើងក៏លេខទៅខាងក្រោមបង្អស់នៅខាងឆ្វេងដៃនៅខាងលើ start បន្ទាប់ពីអ្នកទាំងអស់គ្នាឃើញបែបនឹងហើយអ្នកទាំងអស់គ្នាចុចវាទៅដល់ពេលដែលចុចលើវាហើយវានឹងចេញទម្រង់បែបនេះពេលដែលឃើញបែបនេះហើយកុំទិនស្រន់ស្រោចាំស្ដាប់ខ្ញុំបកស្រាយសិននៅក្នុងនេះគឺបែងចែក map ជា2មួយ map classic ហើយមួយទៀត map special យើងមកដឹងអំពីអត្ថប្រយោជន៍ map នីមួយទាំងអស់គ្នានៅក្នុង map classic គឺជា map ធម្មតាมันមានទម្លាក់ item នឹងទេមានតែនៅក្នុង map special ប៉ុណ្ណោះគឺជាទម្រង់ map special នៅពេលដែលអ្នកទាំងអស់គ្នាឃើញ map special បែបនេះហើយអ្នកទាំងអស់គ្នាជ្រើសរើស map ណាមួយដែលអ្នកទាំងអស់គ្នាចង់លេងប៉ុន្តែនៅក្នុងនោះទៀតសោតយើងត្រូវដឹងថាតើ map special ទាំង3ហ្នឹងមួយណាគឺជា map ទម្លាក់ item មួយហ្នឹងបើសម្រាប់រូបខ្ញុំផ្ទាល់ដែលបាន item មួយហ្នឹងគឺខ្ញុំលេងនៅ map មួយនេះបន្ទាប់ពីយើង clear បោះហើយគឺវានឹងទម្លាក់ item មួយហ្នឹងអូតូម៉ាទិកជួនកាលមានជួនកាលអត់មានតែបើសិនតើអ្នកទាំងអស់គ្នា clear បោះនោះហើយនឹងមានសំណាងអាចនឹងទទួលបានកបិតពឺលឿងមួយព្រោះកបិតពឺលឿងមួយនោះมันងាយនឹងទម្លាក់នៅតាមបោះនីមួយនោះទេវាអត់ងាយមានដាច់ខាតដើម្បីឲ្យកាន់តែងាយស្រួលយល់ឥឡូវយើងចូលមកដល់ក្នុងហ្គេមរបស់យើងនៅក្នុង map ដែលខ្ញុំបានបង្ហាញខាងលើអំបញ្ញមិញនេះទាំងអស់គ្នាថាតើនៅក្នុង map មួយហ្នឹងមានបោះនៅកន្លែងណាខ្លះកន្លែងដែលខ្ញុំតែងតែ clear គឺខ្ញុំទៅ clear នៅខាងក្នុងកន្លែងពើក្រហមដូចតែអ្នកនរគ្នាឃើញនៅលើ map មិញហ្នឹងឃើញអត់ដើម្បីចូលទៅដល់ក្នុងកន្លែង clear នឹងបានយើងត្រូវរកកន្លែងរូងក្រំដីនេះកន្លែងរូងក្រំដីនេះយើងចូលទៅតាមរូងក្រំដីនឹងរហូតទៅដល់ផ្លូវចាល់វាអត់មានផ្លូវចាល់ទេគឺជាផ្លូវចូលទៅប្រភពបិសាចមួយទៀតហើយនៅក្នុងវីដេអូមួយនឹងផងដែរខ្ញុំអត់បានទៅ clear ទេពីព្រោះថាពោពេញទៅដោយ enemy ខ្លាំងអញ្ចឹងខ្ញុំមានតការបង្ហាញតិចតួចទ្រឹស្ដីតិចតួចនឹងហើយអ្នកទាំងអស់គ្នាខ្លាំងអាចចូលទៅ clear ខ្លួនឯងបានមួយទៀតបើអ្នកទាំងអស់គ្នាចូលទៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាកុំភ្លេចទឹក crystal stone មួយទៀតពីព្រោះថាវាជួយការពារជីវិតរបស់អ្នកទាំងអស់គ្នាពីព្រោះថានៅកន្លែងមួយហ្នឹងគឺវាពោពេញទៅដោយអរ៉ែងណែស្អីគេណែខ្យល់នេះខ្យល់អ៊ុស្មានវាពុលអស់ឈាមហ៎ហើយនៅក្នុងវីដេអូមួយហ្នឹងខុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីនឹងអភ័យទោសមកដល់រូបខ្ញុំផងដែរយ៉ាហើយនៅក្នុង map classic ហ្នឹងផងដែរខ្ញុំចង់និយាយបញ្ជាក់បន្ថែមប៉ុន្តែវាវែងខ្លាំងពេកអញ្ចឹងខ្ញុំមិនអាចបញ្ជាក់បន្ថែមបានទេវាមានកន្លែងដែលអាចលេងយកបានដូចគ្នាទើសត្រង់ថាយើងវាអត់ដឹងអស់ព្រោះដែលថាខ្ញុំលេងតែ map មួយនឹងទេហើយខ្ញុំទទួលបាន item មួយនឹងក៏នៅក្នុង map មួយនឹងផងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅស្រាវជ្រាវបន្ថែមដោយខ្លួនឯងបានហើយនៅក្នុងវីដេអូមួយនឹងផងដែរក៏មានតែលើកដៃសំពះអរគុណនិងជម្រាបលាអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះដល់ចប់សូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយទូត